ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានយកសាកសពអ្នកទេសចរប្រេស៊ីលដែលធ្លាក់ពីចម្រាំងភ្នំនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបានរកឃើញសាកសពស្ត្រីជនជាតិប្រេស៊ីលម្នាក់ដែលបានស្លាប់បន្ទាប់ពីរអិលជើងធ្លាក់ពីលើចម្រាំងថ្មខណៈពេលដែលនាងកំពុងតែដើរនៅលើភ្នំដែលមានកម្ពស់ខ្ពស់ទី2របស់ប្រទេសឥណ្ឌូនេស៊ីជូលីណាម៉ារីនអាយុ27ឆ្នាំកំពុងឡើងភ្នំជាមួយនឹងមិត្តភ័ក្តិ5នាក់ផ្សេងទៀតនៅលើភ្នំរីនចានីកាលពីថ្ងៃសៅរ៍នៅពេលដែលនាងបានរអិលធ្លាក់ពីច្រាំងថ្មនៅម្ខាងនៃភ្នំដែលមានកម្ពស់3726ម៉ែត្រក្រុមអ្នកជួយសង្គ្រោះឥណ្ឌូនេស៊ីបាននិយាយថានាងត្រូវបានគេប្រទះឃើញស្លាប់កាលពីថ្ងៃអង្គារទី24ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមទាញសាកសពនាងចេញមកដែរប៉ុន្តែកិច្ចខិតខំប្រែងនេះត្រូវបានរារាំងដោយការចុះអាប់ខ្លាំងនិងចំណោទភ្នំចោតខ្លាំងលោកមហាម៉ាសាហ្វីប្រធានទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះឥណ្ឌូនេស៊ីបាននិយាយកាលពីល្ងាចថ្ងៃពុធថាសាកសពត្រូវបានរកឃើញកាលពីថ្ងៃពុធក្នុងដំណើរការស្រង់ចេញពីចំណោទភ្នំនោះចំណាយពេលរយៈពេល6ម៉ោងបន្ទាប់ពីត្រូវបានលើកចេញពីចម្រាំងថ្មដ៏លំបាកសាកសពរបស់ម៉ារីនត្រូវបានគេដឹកតាមរទេះរុញទៅប៉ុស្តិ៍ដែលនៅជិតបំផុតរបស់អ្នកជួយសង្គ្រោះរថយន្តដែលសង្គ្រោះបន្ទាន់ត្រូវបានដឹកទៅមន្ទីរពេទ្យបាត់ទៅហើយលោកក៏បាននិយាយដែរថាដំបូងឡើយពួកយើងចង់ប្រើអូថូមភិកជ័រដើម្បីយកសាកសពនាងចេញប៉ុន្តែมันអាចធ្វើទៅរួចទេដោយសារតែលក្ខណៈនៃអាកាសធាតុចុះអាប់ខ្លាំងពេកដូច្នេះយើងត្រូវតែយកសាកសពនាងតាមរទេះរុញនេះគឺប្រើពេលយូរណាស់ដើម្បីទាញចេញពីចម្រាំងភ្នំនោះបានវីដេអូដែលបានចែករំលែកនេះបានបង្ហាញអំពីការរកឃើញរបស់ក្រុមអ្នកជួយសង្គ្រោះព្យាយាមទាញសាកសពនាងចេញពីចម្រាំងថ្មដោយចោទដោយប្រើខ្សែពួរដែលគ្របដណ្ដប់ដោយការចុះអាប់ខ្លាំងលោកសាហ្វីបាននិយាយដែរថាទីភ្នាក់ងារជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូនេស៊ីបានជួបជាមួយនឹងក្រុមគ្រួសាររបស់ម៉ារីនដើម្បីពន្យល់អំពីដំណើរការនៃការយកសាកសពនាងចេញដោយបន្ថែមថាក្រុមគ្រួសារអាចទទួលយកបាននៅស្ថានភាពបែបនេះដែលមានទីតាំងនៅឯខេត្តវេស៊ូណារិនចានីដែលជាភ្នំភ្លើងដ៏សកម្មនិងជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅប្រជុំកោះអាស៊ីអាគ្នេយ៍មួយនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាអ្នកទេសចរជាច្រើនរួមទាំងជនបរទេសបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះនៅការឡើងភ្នំក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថារួមទាំងអ្នកទេសចរម៉ាឡេស៊ីម្នាក់ដែលបានធ្លាក់ពីលើចម្រាំងភ្នំកាលពី